បងប្អូនពុកខ្ញុំខុសពីពុកគេបងប្អូនបើសិនជាឲ្យគាត់ទៅដើរលេងក្រុងទៅផ្សារទំនើបឬក៏ទៅទិញអីថ្លៃៗក៏អត់ទៅទេគាត់សុខចិត្តនៅផ្ទះដាំនេះដាំនោះហើយជំរះស្មៅជាដើមអញ្ចឹងបងប្អូនហើយទាំងអស់នេះសុទ្ធតែជាដំណាំដែលគាត់ដាំដោយផ្ទាល់ដៃបងប្អូនពុកម៉ែខ្ញុំគាត់ដាំនៅក្រោយផ្ទះខ្ញុំផ្ទាល់បងប្អូនមើលមានចេកនេះគេហៅចេកតឿធំតិចមានផ្លែបងប្អូនហើយមើលគាត់ជំរះស្មៅទៅឆេញបងប្អូនបាទហើយគាត់ដាំដំណាំច្រើនមុខណាស់បងប្អូនហើយស្មៅនេះគឺយើងទុកឲ្យគោស៊ីបងប្អូនបាទគាត់ជំរះទាំងរឹសមកបងប្អូនបាទហើយក្នុងដំណាំដើមម្ដងមានដូចជាពោតបារាំងបងប្អូនបាទមានជីក្រហមសម្រាប់ធ្វើជ្រក់ឲ្យឆ្ងាញ់ណាស់បងប្អូនជីហ្នឹងបាទហើយនឹងដំណាំផ្សេងទៀតជាច្រើនសូម like ម្នាក់មួយផង